បាទសូមជម្រាបសួរបងប្អូនខ្មែរនៅទីក្រុងឡុងប៊ីចសហរដ្ឋអាមេរិកហើយនិងបងប្អូនខ្មែរនៅទូទាំងពិភពលោកថ្ងៃនេះខ្ញុំចង់និយាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991នេះមិនមានអស់សុពលភាពដោយលោកហ៊ុនសែនរដ្ឋាភិបាលហ៊ុនម៉ាណែតឬបណ្ឌិតមួយចំនួនបកស្រាយថាអស់សុពលភាពឬក៏ស្លាប់ទៅហើយនោះទេគឺនៅមានសុពលភាពហើយបើសិនជាយើងយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991នេះយកមកដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃដែលកំពុងមានចំនួននោះគឺយើងប្រកាសជាអាចការពារបូរណភាពទឹកដីរបស់យើងបានព្រោះនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991នោះក៏បានចែងថាបើសិនជាមានចំនួនព្រំដែនជាមួយប្រទេសជិតខាងហ្នឹងគឺយើងអាចប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991បានដែលសហប្រធាននៃកិច្ចព្រមព្រៀងហ្នឹងគឺមានប្រទេសបារាំងនិងប្រទេសឥណ្ឌូនេស៊ីជាសហប្រធានណាក៏ប៉ុន្តែរដ្ឋាភិបាលគាត់អត់ព្រមប្តឹងគាត់បែរជាថាកិច្ចព្រមព្រៀងហ្នឹងអស់សុពលភាពទៅវិញណាបាទហើយប្រទេសថៃក៏ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ប្រទេសវៀតណាមប្រទេសឡាវហ្នឹងក៏ជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងហ្នឹងផងដែរដូច្នេះបើយើងប្តឹងទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ប្រកាសជាសហប្រធាននៃកិច្ចព្រមព្រៀងហ្នឹងមានប្រទេសឥណ្ឌូនេស៊ីនិងប្រទេសបារាំងហ្នឹងនិងកោះប្រជុំប្រទេសហត្ថលេខីរួមនឹងថៃដែលជាប្រទេសហត្ថលេខីហ្នឹងដើម្បីមកជួយដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដែលកំពុងមានវិវាទសពថ្ងៃនេះប៉ុន្តែសោកស្ដាយដែលរដ្ឋាភិបាលគាត់មិនព្រមប្រើកិច្ចព្រមព្រៀងដើម្បីការពារបូរណភាពទឹកដីរបស់យើងហើយបែរជាបកស្រាយថាវាអស់សុពលភាពទៅវិញបើសិនជាកិច្ចព្រមព្រៀងនឹងអស់សុពលភាពអញ្ចឹងមានថាការពារទឹកដីរបស់យើងពីការឈ្លានពានរបស់ថៃនោះគឺត្រូវអស់សុពលភាពដែរមានថាថៃឈ្លានពានខ្មែរយើងស្រេចចិត្តមានថាឲ្យថៃឈ្លានពានខ្មែរយើងស្រេចចិត្តបើសិនថាកិច្ចព្រមព្រៀងហ្នឹងអស់សុពលភាពហើយក្នុងកិច្ចព្រមព្រៀងហ្នឹងខ្ញុំមើលឲ្យអត់មានចំណុចណាដែលចែងពីការអស់សុពលភាពនោះទេហើយកិច្ចព្រមព្រៀងហ្នឹងបានคล้ายទៅជាច្បាប់អន្តរជាតិហើយវាមានចំណុចខ្លះវាជាប់មានដូចជាកាតព្វកិច្ចការងាររបស់អ៊ុនតាបាទហើយនឹងការរៀបចំការបោះឆ្នោតដោយសារយុទ្ធធម៌ដោយអន្តៈហើយនឹងបង្កើតរដ្ឋាភិបាលថ្មីហ្នឹងចំណុចហ្នឹងគឺចំណុចអន្តរការហ្នឹងគឺថាដោយលោកមនុស្សសុខទួយថាហ្នឹងគឺវាជាប់មានក៏ប៉ុន្តែផ្នែកមួយទៀតដែលនិយាយពីបូរណភាពទឹកដីអធិបតេយ្យភាពជាតិអីហ្នឹងគឺថាមិនចប់នោះទេបើចប់ដូចខ្ញុំថាអញ្ចឹងគឺយើងបើកដៃឲ្យថៃឈឿនពៀនខ្មែរយើងស្រេចចិត្តហើយក៏ប៉ុន្តែមូលហេតុដែលរដ្ឋាភិបាលមិនបានយកកិច្ចព្រមព្រៀងនេះយកមកដើម្បីអនុវត្តដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃហ្នឹងគឺថាដោយសារក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ91ហ្នឹងបានចែងពីការលុបចោលឬក៏ទុកជាមុខភាពនៃសន្ធិសញ្ញាទាំងឡាយណាដែលមិនស្របនឹងអធិបតេយ្យភាពឯករាជ្យភាពឯកភាពជាតិរបស់កម្ពុជាមានថាកិច្ចព្រមព្រៀងហ្នឹងគឺតម្រូវឲ្យលុបចោលសន្ធិសញ្ញាឆ្នាំ82 83 85ដែលលោកហ៊ុនសែនសញ្ញាជាមួយលោកវៀង កុនថាច់រដ្ឋមន្ត្រីការបរទេសវៀតណាមសម័យវៀតណាមត្រួតត្រាកម្ពុជាជាដូច្នេះបើសិនជាយកកិច្ចព្រមព្រៀងហ្នឹងមកប្រើប្រកាសជាលុបចោលនៅសន្ធិសញ្ញាឆ្នាំ82 83និង85ដែលលោកហ៊ុនសែនសញ្ញាជាមួយវៀតណាមហើយសម័យវៀតណាមគ្រប់គ្រងកម្ពុជាហើយនឹងលុបចោលនៅសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ2005ដែលយកតាមសន្ធិសញ្ញាឆ្នាំ1985ដែលជាសន្ធិសញ្ញាខុសច្បាប់ហ្នឹងដែលលោកហ៊ុនសែនធ្វើឲ្យរស់ឡើងវិញតាមសន្ធិសញ្ញាឆ្នាំ2005ហ្នឹងគេហៅថាសន្ធិសញ្ញាពេញបន្ថែមហ្នឹងហើយលោកហ៊ុនសែនពេលហ្នឹងគឺបានគម្រាមស្ដេចដូររបបពីរបបប្រជានិយមទៅជារបបសាធារណរដ្ឋបើសិនជាស្ដេចមិនឡាយផុតរេខាទៅលើសន្ធិសញ្ញាហ្នឹងនោះទេដូច្នេះមូលហេតុដែលរដ្ឋាភិបាលក៏ដូចជាលោកហ៊ុនសែនហ្នឹងមិនយកសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ឆ្នាំ91មកប្រើដោយសារតែវាប៉ះពាល់ទៅនឹងវៀតណាមដែលជាចវាយរបស់ហ៊ុនសែនហ្នឹងអញ្ចឹងហើយទើបជារដ្ឋាភិបាលយកមិនយកកិច្ចព្រមព្រៀងហ្នឹងយកមកប្រើដោយសារវាតម្រូវឲ្យលុបចោលទិសញ្ញាពេញថៃឆ្នាំ2005ដែលយកតាមទិសញ្ញាឆ្នាំ1985ហើយនឹងលុបចោលកិច្ចព្រមព្រៀងឬក៏សន្ធិសញ្ញាឆ្នាំ82 83និង85បាទហើយយើងដឹងហើយទិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ82ហ្នឹងគឺលោកហ៊ុនសែនបានកាត់កោះត្រល់ចង្កោមកោះកញ្ចក់សេះទៅឲ្យវៀតណាមហើយនឹងដែលសមុទ្រខ្មែរយើង30,000 គីឡូម៉ែត្រទៅឲ្យវៀតណាមហើយនឹងដាក់សមុទ្រខ្មែរយើងរួមជាមួយវៀតណាមគេហៅថាតំបន់ទឹកប្រវត្តិសាស្ត្រហ្នឹង10,000 គីឡូម៉ែត្រអញ្ចឹងវាប៉ះពាល់ដល់ហ្នឹងដល់ទៅដល់ចវាយគាត់ក៏ចឹងគាត់អត់ហ៊ានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991យកមកប្រើទេហើយមួយទៀតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ហ្នឹងនិយាយអំពីរបបប្រជាធិបតេយ្យសេរីពហុបកសម្ដៅលើការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាឲ្យមានប្រជាធិបតេយ្យមានការគ្រប់គ្រងមនុស្សហើយសពថ្ងៃរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះគឺដឹកនាំរបៀបផ្ដាច់ការសម្រាប់ប្រជាធិបតេយ្យចាប់ចងអ្នកប្រឆាំងយុវជនបរិស្ថានដាក់ពន្ធនាគារដូច្នេះគាត់មិនហ៊ានយកកិច្ចព្រមព្រៀងហ្នឹងមកអនុវត្តនោះទេកាលណាយកមកអនុវត្តដើម្បីការពារទឹកដីហ្នឹងវាអាចប៉ះពាល់ទៅដល់ការកាន់អំណាចផ្ដាច់ការតពូជរបស់តកូលហ៊ុននៅកម្ពុជាផងដែរអញ្ចឹងហើយបានជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងមិនយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991យកមកប្រើនោះទេប៉ុន្តែយើងក៏ទទូចឲ្យរដ្ឋាភិបាលពិចារណាឡើងវិញសូមយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ហ្នឹងយកមកប្រើដើម្បីការពារព្រំដែនរបស់យើងជាមួយនឹងថៃហើយបើសិនជារដ្ឋាភិបាលនៅតែមិនយកកិច្ចព្រមព្រៀងនោះមកប្រើនោះទេប្រជាពលរដ្ឋគួរតែដូរការដឹកនាំតកូលហ៊ុនចេញទៅមានរដ្ឋាភិបាលថ្មីទៅដែលគេមិនជាពាក់គុណវៀតណាមទៅប្រកាសជាគេយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដើម្បីយកមកដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាងជាពិសេសជាមួយប្រទេសថៃដែលកំពុងមានចំនួននេះហើយយើងឃើញថាអង្គការសង្គមស៊ីវិលហ្នឹងគេបានដាក់ញត្តិទៅស្ថានទូតដទៃទៀតនៅស្រុកខ្មែរហ្នឹងហើយបានរៀបចំពិធីផ្សេងរំលឹកខួបកិច្ចព្រមព្រៀងហ្នឹងដើម្បីឲ្យរដ្ឋាភិបាលជាពិសេសគឺជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ដើម្បីមកដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃបាទ